បរិមម្នាក់បានប្តឹងក្រុមហ៊ុនលក់រថយន្តដោយសារតែរថយន្តមានបញ្ហាប៉ុន្តែនៅទីបញ្ចប់បែរជាប្រទះឃើញថាមូលហេតុពិតប្រាកដនៃបញ្ហានេះគឺកើតចេញពីប្រព័ន្ធរបស់លោកទៅវិញបរិមម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិករថយន្តរបស់លោកស្រាប់តែគាំងខូចភ្លាមៗបន្ទាប់ពីទិញបានត្រឹមតែ6ខែប៉ុណ្ណោះហើយវាថែមទាំងបញ្ចេញផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅទៀតផងដោយសារតែលោកជឿជាក់មុតមមថារថយន្តនេះមានបច្ចេកទេសខូចខាតធ្ងន់ធ្ងរមកពីខាងរោងចក្រលោកក៏បានសម្រេចចិត្តប្តឹងក្រុមហ៊ុនលក់រថយន្តនោះតែម្ដងប៉ុន្តែក្រុមអ្នកស៊ើបអង្កេតបែរជាប្រទះឃើញថាបញ្ហាពិតប្រាកដគឺដោយសារមានប្រេងម៉ាស៊ូតនៅក្នុងធុងប្រេងសាំងទៅវិញខណៈពេលនោះបរិសុទ្ធជាម្ចាស់ឡានបានជជែកតវ៉ាយ៉ាងដាច់អហង្ការថាលោកមិនដែលបានចាក់ប្រេងម៉ាស៊ូតចូលទៅក្នុងឡាននោះឡើយនៅក្នុងអំឡុងពេលដែលភាគីទាំងសងខាងកំពុងតែជជែកគ្នាយ៉ាងតឹងសរសៃកខាងក្រុមហ៊ុនលក់រថយន្តក៏បានបង្ហាញវីដេអូមួយឲ្យលោកមើលវីដេអូនោះគឺកំពុងតែល្បីល្បាញពេញបណ្ដាញសង្គមដែលបង្ហាញពីរូបភាពស្ត្រីម្នាក់កំពុងចាក់ប្រេងម៉ាស៊ូតចូលទៅក្នុងរថយន្តប្រេងសាំងហើយរថយន្តនោះមើលទៅដូចជារថយន្តរបស់លោកបែបបិទនៅពេលដែលបរិសុទ្ធរូបនោះពិនិត្យមើលកាន់តែច្បាស់លោកក៏ស្រឡាំងកាំងយ៉ាងខ្លាំងព្រោះថាស្ត្រីនៅក្នុងវីដេអូនោះតាមពិតគឺជាប្រពន្ធរបស់លោកសោះវាបានលាតត្រដាងថារថយន្តមិនបានខូចដោយសារតែកំហុសបច្ចេកទេសរោងចក្រនោះទេប៉ុន្តែវាមកពីការចាក់ប្រេងខុសប្រភេទនៅទីបញ្ចប់បរិសុទ្ធនោះគ្មានជំរឿអ្វីក្រៅពីចេញថ្លៃជួសជុលរថយន្តដោយខ្លួនឯងនៅឡើយចំនួនផ្លូវច្បាប់មួយនេះត្រូវបានបញ្ចប់ទៅវិញយ៉ាងហួសចិត្តដោយសារតែភាពចៃដន្យមួយនេះហើយលោកក៏បានដកពាក្យបណ្ដឹងវិញភ្លាមៗការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍500កន្លែងសិក្សានៅចក្រភពអង់គ្លេសកូរ៉េខាងត្បូងចិនរុស្ស៊ីឬសិក្សានៅ CUS ទាំង7ទីតាំងផ្ដល់អាហារូបករណ៍ថ្លៃសិក្សាចាប់ពី 20% រហូតដល់ 100% និងប្រាក់ឧបត្ថម្ភប្រចាំខែចាប់ពី$500ដល់$2,000សម្រាប់និស្សិតឆ្នើមសូមស្កេន QR Code ខាងក្រោមនេះសម្រាប់ការដាក់ពាក្យឥឡូវនេះ